សួស្តីបងប្អូនដែលស្រឡាញ់វិស័យកីឡាទាំងអស់គ្នាឥឡូវនេះបើសិនជាបងប្អូនចង់ design ឯកសណ្ឋានក្រុមរបស់បងប្អូនអាចធ្វើវាបានដោយងាយហើយឆាប់រហ័សជាមួយនឹង tool ដែលបង្កើតឡើងដោយ Mockup Sport ដោយសារតែ tool នេះបង្កើតឡើងដើម្បីសម្រួលដល់ការ design របស់បងប្អូនអញ្ចឹងឥឡូវយើងសាកទៅ design ឈុតមួយនេះជាមួយនឹង tool របស់ Mockup Sport ទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចូលទៅកាន់ browser តោះមកយើងចូលទៅកាន់ website mockupsport.com បន្ទាប់ពីយើងចូល website នេះបើសិនជាបងប្អូនអត់ទាន់មានគណនីទេសូមបងប្អូនបង្កើតគណនីមួយដោយបងប្អូនគ្រាន់តែបញ្ចូលព័ត៌មានមួយចំនួនដូចជាឈ្មោះនិង email ឬក៏បងប្អូនមានតែគណនី Google មួយក៏បងប្អូនអាចចុះឈ្មោះប្រើជាមួយនឹងកម្មវិធីរបស់យើងបានដែរអញ្ចឹងប្រសិនជាបងប្អូនចុះឈ្មោះហើយបងប្អូនអាចចុចទៅលើ button get start អញ្ចឹងបន្ទាប់ពីបងប្អូនចុចលើ button get start វានឹងនាំបងប្អូនមកកាន់ផ្ទាំង design មួយនេះអញ្ចឹងយើងសាកទៅ design ទាំងអស់គ្នានៅលើឈុតមួយនេះអញ្ចឹងយើងមានកអាវពណ៌សដៃអាវនិងខ្លួនពណ៌ផ្ទៃមេឃព្រមទាំងសូមជើងពណ៌ផ្ទៃមេឃហើយខោពណ៌សអញ្ចឹងយើងនឹងចាប់ផ្ដើម design ទាំងអស់គ្នាអញ្ចឹងដើម្បីអាច design កអាវបានយើងត្រូវឈរនៅលើ tab កអាវមួយនេះបន្ទាប់មកយើងជ្រើសរើសយកពណ៌កអាវហើយចុចលើប៊ូតុងមួយនេះនិង select ពណ៌ដែលយើងចង់បានអញ្ចឹងដោយសារកអាវយើងចង់បានពណ៌សយើងចុចពណ៌សហើយយើងចង់បដូរពណ៌ដៃអាវនិងខ្លួនទៅពណ៌ផ្ទៃមេឃអញ្ចឹងយើងចូលមកកាន់tab មួយនេះបន្ទាប់មកចុចលើប៊ូតុងបដូរពណ៌បន្ទាប់មករើសពណ៌ដែលយើងស្រឡាញ់អូខេអញ្ចឹងយើងបដូរខ្លួនបាននៅដៃអាវយើងចូលមកកាន់ tab ដៃអាវបន្ទាប់មកយើងចុចបដូរពណ៌ដូចគ្នាអូខេយើងបានតម្រង់អាវបែបនេះហើយអញ្ចឹងនៅស្រោមជើងយើងចូលមកកាន់ tab ស្រោមជើងបន្ទាប់មកយើងចុចបដូរពណ៌ទៅពណ៌ផ្ទៃមេឃដូចគ្នាអូខេអញ្ចឹងយើងនៅសល់ logo ហើយនឹងឈ្មោះ sponsor ហើយនឹងឈ្មោះក្រុមនៅខាងក្រោយអញ្ចឹងយើងទៅ design បន្តទៀតដើម្បីដាក់ logo បានយើងចូលមក tab ទី6នេះ tab logo បន្ទាប់មកយើងចុច upload logo អញ្ចឹងបងប្អូនរើស logo មួយមកដែលជា logo ក្រុមរបស់បងប្អូនយើងសាកដាក់ logo មួយនេះបន្ទាប់មកយើងអាចសេរីទំហំវាបានយើងអាចសេរីទំហំវាបានចុចនៅត្រង់នេះដើម្បីព្រីក logo ឲ្យមើលទៅវាស៊ីជាមួយអាវអូខេខ្ញុំចង់បានប៉ុណ្នេះបន្ទាប់មកយើងចង់ដាក់នៅលើខោយើងចូលមកកាន់ tab មួយនេះឬក៏យើងចុចsin logo នេះគឺវានឹង add មកខោដូចគ្នាអញ្ចឹងខ្ញុំព្រីកទំហំឲ្យធំដូចគ្នាអូខេលើកឡើងបន្តិចអូខេអញ្ចឹងយើងបាន logo ហើយយើងនៅចង់ដាក់text ជាទូទៅគឺនៅត្រង់នេះគេដាក់text ឈ្មោះរបស់ sponsor អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ឈ្មោះថាsponsor Mockup Sport អូខេអញ្ចឹងខ្ញុំថែមស៊ុំបន្តិចដើម្បីឲ្យវាលេចអូខេអញ្ចឹងយើងបានsponsor ខាងមុខអញ្ចឹងយើងចង់ដាក់ឈ្មោះក្រុមនៅខាងក្រោយយើងអាចដាក់បានគឺចូលមកកន្លែង back នៅត្រង់ tab មួយនេះបន្ទាប់មកយើងអាចដាក់ឈ្មោះក្រុមរបស់យើងឧទាហរណ៍ក្រុមខ្ញុំឈ្មោះក្តាម FC ហើយខ្ញុំចង់ដាក់ស៊ុំដូចគ្នាអូខេធំពេកអូខេអញ្ចឹងយើងបានចិត្តដូចអស់ហើយយើងនៅសល់យើងចង់ដាក់កែមអាវត្រង់នេះពណ៌សឲ្យមើលទៅវាសភាពវាដូចជាអាវកីឡា professional អញ្ចឹងដើម្បីដាក់បានគឺយើងចូលមកកាន់ tab ទី2នេះ tab អាវបន្ទាប់មកយើងចូលមកកាន់ tab side panel អញ្ចឹងចុច add អញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ style មួយណាបងប្អូន
រើសយក style មួយហ្នឹងទៅឥឡូវខ្ញុំសាកដាក់ style មួយនេះអូខេយើងបានហើយចុចបដូរពណ៌វាបដូរពណ៌ខាងឆ្វេងបានដូចគ្នាអូខេអញ្ចឹងការ design របស់យើងគឺបានដូចអ្វីដែលយើងចង់បាននេះយើងចុច save អូខេអញ្ចឹងយើងចង់ទៅមើល design យើងចូលមកកាន់ design យើងនេះ design ដែលយើងបានបង្កើតអញ្ចឹងយើងអាចចុចមើលវាបានអូខេអញ្ចឹង design របស់យើងបានរួចរាល់ហើយយើងអាចចុចបវល់មើលវាជាទម្រង់ 3D បានអញ្ចឹងនេះគ្រាន់តែជាការ design basic ទេយើងមាននៅក្នុង tool របស់យើងគឺវាមាន feature ជាច្រើនទៀតដែលបងប្អូនអាច explore បានអញ្ចឹងបងប្អូនអាចសាក design ទាំងអស់គ្នាអូខេអរគុណបងប្អូនជំរាបលា